ជម្រាបសួរនិងសួស្តីអ្នកនាងចឹងស្វាគមន៍ដល់ទៀតមកកាន់វីដេអូរៀនទិញតំណែងពីវិទ្យាចារ្យនៅក្នុងកម្មវិធី Taobao ចឹងថ្ងៃនេះផងណាខ្ញុំនឹងនិយាយតាក់ទងជាមួយការទិញតំណែងដោយផ្ទាល់ឬក៏ការទិញតំណែងតាមរយៈកម្មវិធី KX99 ចឹងឥឡូវយើងអាចទិញតំណែង direct ដោយផ្ទាល់ហ្មងដោយអត់ចាំបាច់ប្រើប្រាស់នៅឈ្មោះកណ្ដាលទៀតទេគឺយើងទិញតំណែងហើយ place order ហើយគឺគេដឹកមកដល់ផ្ទះយើងដែលជាយើងដាក់អាស័យដ្ឋាននៅកម្ពុជាយើងហ្មងណាអញ្ចឹងអានេះគឺជាការទិញ direct ដោយផ្ទាល់ដោយអត់មានការដឹកជញ្ជូនឬក៏ឈ្មោះកណ្ដាលណាទេជាមួយនឹង KX91 ហ្នឹងបើយើងអត្ថន័យរបស់វាហ្នឹងបានន័យថាបើសិនជាយើងទិញតំណែងមួយណាក៏ដោយមួយឬក៏ច្រើនតំណែងទូចៗក៏ដោយចាប់ពី99 យន់ឡើងទៅយើងនឹងទទួលបាន free shipping free international shipping ហ្មងគឺការដឹកជញ្ជូនបែបអន្តរជាតិពីចិនហ្នឹងមកដល់ខ្មែរហ្មងគឺយើងអត់មានចាំបាច់ pay ទេអញ្ចឹងអានេះមិនថាទិញមួយឬក៏ទិញច្រើនតំណែងចូលគ្នាច្រើនមុខអីវ៉ាន់ទូចៗទេគឺយើងទទួលបានការ free shipping ហ្មងអញ្ចឹងខ្ញុំបានបង្ហាញពីវីដេអូមុននេះដើម្បីយើងអាចត្រៀមខ្លួនក្នុងការទិញតំណែងដោយ free shipping ទិញតំណែងតាមរយៈ KX99 ហ្នឹងចឹងឥឡូវយើងមកអនុវត្តទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីរបៀបដែលយើងទិញឬក៏បង់ប្រាក់ទិញតំណែងដោយផ្ទាល់តែម្ដងនៅក្នុងកម្មវិធី Taobao ដែលទិញតាមរយៈកម្មវិធី KX91 ដែលទិញមកដោយផ្ទាល់ហ្មងតាមរយៈកម្មវិធីដឹកដោយផ្ទាល់ហ្មងដោយទិញ99 យន់ឡើងទៅនឹង free shipping ដំបូងអ្វីដែលយើងត្រូវដឹងអ្វីដែលយើងត្រូវត្រៀមទីមួយគឺតើតើជាមួយផលិតផលអញ្ចឹងតើតើជាមួយនឹងផលិតផលមួយចំនួនយើងបើសិនជាវាមាន K99 ចាគឺអាហ្នឹងយើងទិញហើយមិនថារួមជាមួយគេឬក៏ទិញតែឯងទេគឺយើងទទួលបាន free shipping បើយើងតម្លៃវាខ្ពស់ចាប់ពី99 យន់ឡើងទៅអញ្ចឹងយើងអាចមើលនៅក្រុមតំណែងហ្នឹងវាដាក់K99 ចាអាហ្នឹងគឺជាតំណែងដែលក្នុងកម្មវិធី K99 វា include នៅក្នុងកម្មវិធី K99 ណាចឹងបើសិនជាយើងអត់មាន K99 ទេតំណែងហ្នឹងទោះបីលើស99 យន់ក៏ដោយក៏គេគិតថ្លៃដឹកជញ្ជូនដែរបើយើងទិញដាក់ជា address ខ្មែរអញ្ចឹងគេគិតថ្លៃដឹកជញ្ជូនដូចគ្នាអញ្ចឹងបើសិនជាយើងតំណែងនេះគេដាក់ K99 ហើយតម្លៃលើសពី99 យន់ចាអាហ្នឹងយើងអាចឬក៏ចង់មករួមតំណែងមួយផ្សេងទៀតក៏បានតែឲ្យទៅគ្រប់99 យន់គឺយើងទទួលបាន free shipping អស់អញ្ចឹងទី2តើតើជាមួយនឹងទីតាំងបើសិនអ្នកគ្នាប្រើថាបើមុនប្រើជាទីតាំង mainland China ជាសិនគួរតែដូរទីតាំងមកកម្ពុជាយើង Cambodia យើងអញ្ចឹងខ្ញុំបានប្រាប់ពីរបៀបដែលយើងត្រូវចូលទៅដូរទីតាំងឯងគឺដូរ region ហ្នឹងគឺដើម្បីយើងអាចឲ្យថាបើវាស្គាល់ region យើងទីតាំងយើងជា Cambodia ជាទីតាំងកម្ពុជាយើងអាចប្រើភាសាអង់គ្លេសក៏បានឬក៏ប្រើភាសាចិនក៏បានតែ recommend អ្នកគ្នាណែនាំអ្នកគ្នាប្រើភាសាចិនដោយសារតែវាងាយស្រួលប្រើប្រាស់ដោយសារនឹងងាយស្រួលក្នុងការ search តំណែងវាមានចេញមកបានគ្រប់មុខដូចយើងទិញតំណែងធម្មតាអញ្ចឹងបើយើងប្រើអង់គ្លេសមាន page មួយចំនួនមានប្រដាក់មួយចំនួនវាបង្ហាញឲ្យយើងទេអញ្ចឹងតំណែងមួយចំនួនវាអត់បង្ហាញឲ្យយើងពិបាកក្នុងការ shopping អញ្ចឹងកន្លែងនេះខ្ញុំបង្ហាញអ្នកគ្នាចូលទៅដូរទីតាំងជាមួយនឹងដូរភាសាអូខេអញ្ចឹងអ្នកគ្នាចុចខាងក្រោមខាងស្ដាំដៃមកតោះមកអ្នកគ្នាចុចកងចាក់ setting ខាងលើបន្ទាប់មកអ្នកគ្នាចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវដូរទី1គឺទីតាំងទី2គឺដូរភាសាអញ្ចឹងអ្នកគ្នាអត់ទាន់ដូរទេអាចចូលទៅខាងលើហ្នឹងបដូរ region បានហើយយើងចំណាំអក្សរចិនហ្នឹងបានដែលវាមានអ៊ីនធឺណិតថា Cambodia ឬក៏កម្ពុជាអញ្ចឹងចំណែកឯទី2វិញគឺជាបដូរភាសាអញ្ចឹងដូចខ្ញុំ recommend អ្នកនាងប្រើភាសាចិនតែយើងងាយស្រួលក្នុងការទិញតំណែងបានច្រើនមុខជាងការដែលយើងប្រើអង់គ្លេសវាពិបាក search ប្រដាក់មួយយើងវាបង្ហាញឲ្យយើងឯងអញ្ចឹងអានេះគឺជាអ្វីដែលយើងត្រូវធ្វើគឺដូរទីតាំងបដូរភាសាអញ្ចឹងចង់បដូរក៏បានដែរភាសាតាមចិត្តអ្នកគ្នាទៅតាម global អង់គ្លេសស្រួលមើលស្រួលអានជាងអញ្ចឹងបន្ទាប់មកទៀតយើងត្រូវមានអាស័យដ្ឋានខ្មែរអញ្ចឹងអាស័យដ្ឋានខ្មែរគឺអាស័យដ្ឋានទីតាំងផ្ទះមកអ្នកគ្នាបន្ទាប់មកទាំងមានមធ្យោបាយក្នុងការទូទាត់ប្រាក់អញ្ចឹងមធ្យោបាយហ្នឹងគួរតែអ្នកគ្នាអាចប្រើ ABA ឬក៏ប្រើ AC Now ជាកាតធនាគារមិនថាជា Master Visa Card ទេ Debit Card ជំហាននេះគឺជាជំហានដែលយើងអនុវត្តទាំងអស់គ្នាអញ្ចឹងយើងឃើញតំណែងខ្លះវាមាន K99 ខ្លះក៏អត់មានអញ្ចឹងដូចយើង K99 នៅក្នុង program របស់គេក្នុងកម្មវិធីរបស់គេដែលយើងអាចទិញទៅ free shipping មិនថាទិញរួមគ្នារួមមកឬក៏ចូលមួយគេទេអូខេអញ្ចឹងអានេះគឺជាជំហានដែលយើងអនុវត្តអញ្ចឹងយើងបានដឹងពីវីដេអូមុននេះយើងត្រៀមខ្លួនអីខ្លះដើម្បីយើងអាចទិញបានអញ្ចឹងឥឡូវខ្ញុំនឹងអនុវត្តប្រាប់អ្នកគ្នាគឺជំហានចុងក្រោយមកដែលយើងអាច payment បង់ប្រាក់ដើម្បីទទួលបានតំណែងហ្នឹងអូខេអានេះខ្ញុំរើសមកហើយអញ្ចឹងខ្ញុំយក select មួយនេះអញ្ចឹងខ្ញុំទិញមួយជើង tripod ខ្ញុំទិញពីនេះអញ្ចឹងគេដាក់ក្រុមតំណែងហ្នឹងវាមាន KX99 ណាអានេះក៏ KX99 ដែរអញ្ចឹងបើបូកតម្លៃចូលគ្នាទៅ15684វាគឺវាគ្រប់99ជាន់អញ្ចឹងយើងចូលទៅអនុវត្តគ្នាអញ្ចឹងយើងចុចប៊ូតុងពណ៌ក្រហមមកដើម្បីចូលទៅទីតាំង payment អញ្ចឹងនៅផ្នែកខាងលើគឺជាទីតាំងអាស័យដ្ឋានអ្នកអាចបំពេញអាស័យដ្ឋាននៅកន្លែងហ្នឹងក៏បានឬក៏បំពេញនៅក្នុង setting បន្ទាប់ទៀតមកអ្នកគ្នាមានជំរើសមេតូក្នុងការរើសអញ្ចឹងជំហានទីមានជំរើសមួយទី1នេះគឺ direct shipping ហ្មងបានថាតំណែងចូលទៅដល់ឃ្លាំង
គេដឹកចេញមកហ្មងហើយគេមានលក្ខខណ្ឌគេមួយចំនួនតើតំណែងហ្នឹងប្រហែលគីឡូប្រហែលម៉ែត្រទៀតអញ្ចឹងអ្នកគ្នាគួរចូលទៅពិនិត្យបន្ថែមបន្តមកជំរើសទី2គឺតំណែងហ្នឹងរងចាំគ្នាមានប្រហែលថ្ងៃដែលគេដាក់លក្ខខណ្ឌណាដើម្បីរងចាំគ្នាទៅគឺបើរួមតំណែងហ្នឹងចូលគ្នាគេហៅថាបរួមតំណែងណាអញ្ចឹងវាមានលក្ខខណ្ឌវាត្រូវចូលឃ្លាំងប្រហែលថ្ងៃដើម្បីយើងអាចបរួមតំណែងបានទី1បើយកជំរើសទី1បានថាតំណែងមួយណាចូលដល់មុនចេញមកមុនចំណេញតំណែងទី2នេះចូលមកដល់ថ្ងៃបន្ទាប់ត្រូវចេញថ្ងៃបន្ទាប់អញ្ចឹងវាមានចាំគ្នាតែបើខ្ញុំយកជំរើសទី2គឺបានន័យថាតំណែងនេះគឺចាំគ្នាខុសគ្នាពី3ថ្ងៃយើងអាចចាំគ្នាហើយយើងត្រូវចុចបរួមនៅខ្លួនឯងអញ្ចឹងអានេះគឺជំរើសអ្នកនរគ្នាទាំងពីររបស់យើងហ្នឹងគឺគ្រប់ការ99យួនគឺគេ free shipping មកកម្ពុជាយើងអញ្ចឹងអានេះគឺជាតំណែងទាំងពីរហ្មងមិនថាយើងទិញមួយឬក៏ទិញពីរទេឲ្យតែគ្រប់99យួនឬក៏លើស99យួនឡើងទៅយើងនឹងទទួលបានការ free shipping ទោះត្រាតែតំណែងហ្នឹងផងដែរគឺជាតំណែងដែលគេដាក់ KX99 មកដែរអញ្ចឹងជំហានបន្តមួយទៀតគឺយើងត្រូវមាន Visa card ឬក៏ Master card អ្នកនេះប្រើកាតមានអ្នកណាឲ្យទៅប្រកាសថាមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនីដើម្បីធ្វើការទិញតំណែងទាំងអស់ហ្នឹងអញ្ចឹងអានេះគឺជាជំហានអនុវត្តទី1ត្រូវមានតំណែងដែលមាន KX99 ទី2ត្រូវប្រកាសថាគណនីថាបងប្អូនអ្នកគ្នានឹងធ្វើបានបដូរទីតាំងបដូរ location បដូរ region មកកម្ពុជាបន្តមកទៀតត្រូវមានអាស័យដ្ឋានខ្មែរបំពេញអាស័យដ្ឋានខ្មែរបងប្អូនគ្នាយើងអត់បំពេញអាស័យដ្ឋានរបស់ឃ្លាំងឬកំណត់ទាំងជួនណាទេព្រោះយើងមានប្រើប្រាស់ឈ្មោះកណ្ដាលណាទេអញ្ចឹងបំពេញអាស័យដ្ឋានរបស់អ្នកទាំងគ្នាផ្ទះអ្នកគ្នាដែលផ្ទាល់មកចង់ឲ្យគេដឹកទៅដល់ហ្នឹងបន្តទៀតគឺតាក់ទងជាមួយនឹងមធ្យោបាយក្នុងការបង់ប្រាក់យើងប្រើ Visa Master card ប្រើអីក៏បានដែរឲ្យតែអាចបង់ប្រាក់បានធនាគារណាក៏បានដែរព្រោះឥឡូវគេអាចជាប្រើ Visual Card ដែលយើងបើកដោយ free អញ្ចឹងវិធីសាស្ត្រក្នុងការដែលយើងបំពេញតាក់ទងមួយជួបបាយទូទៅហ្នឹងមានដូចជាលេខការធនាគារឈ្មោះនិងលេខ CVV និងជាមួយនឹងថ្ងៃផុតកំណត់ចេះបំពេញទាំងអស់ហ្នឹងផ្ទៀងផ្ទាត់ទាំងអស់ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចុច payment ទៅយើងនឹងបាន pay លុយដើម្បីយើង successful ជំហានដំបូងអញ្ចឹងនៅគ្រាន់តែជាជំហានមួយដែលយើង pay លុយទៅគេទេមានជំហានជាច្រើនផ្សេងទៀតដែលយើងត្រូវតាមដានតំណែងទាំងអស់ហ្នឹងដើម្បីប្រកាសថាអូខេតំណែងបានមកដល់ដៃដែលយើងផ្ទាល់អញ្ចឹងអានេះគ្រាន់តែជាជំហានមួយដែលយើង place order ទៅខាង Taobao គេនឹងរៀបចំដាក់តំណែងហ្នឹងមកឲ្យយើងតាមទីតាំងតាមអ្វីដែលយើងបានកំណត់ភាគពីអូខេអញ្ចឹងខ្ញុំផ្ទៀងផ្ទាត់រាល់ហើយឥឡូវខ្ញុំចុចប៊ូតុងពណ៌ក្រហមដើម្បីខ្ញុំ purchase check out payment ទៅលើតំណែងទាំងអស់ហ្នឹងអញ្ចឹងនៅ99ជាន់ដែលយើងទទួលបានការ free shipping ពីខាង Taobao អញ្ចឹងយើងនឹងរងចាំមើលទាំងគ្នាតើតើជាមួយនឹងការដឹកជញ្ជូនទៅទៀតនេះគឺជាជំហានដំបូងទេដែលយើងទិញតំណែងទាំងអស់ហ្នឹងដែលគ្រប់ target របស់គេគ្រប់ K99 ណាអញ្ចឹងអូខេអញ្ចឹងខ្ញុំរើសជំរើសទី2ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកគ្នាពីជំហានដែលយើងអនុវត្តដោយផ្ទាល់ទិញតំណែង KX99 ដោយខ្ញុំបានបញ្ជាក់ពីវីដេអូមុនហើយយើងត្រូវមានអីខ្លះដើម្បីយើងអាចទិញបាននេះជាជំហានអនុវត្តចឹងជំហានទាំងអស់នេះដើម្បីបង្ហាញអ្នកគ្នាការទិញតំណែងដែលយើងអត់ចាំបាច់ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនគិតថ្លៃដឹកជញ្ជូននេះទៀតទេគឺគ្រាន់តែគិតរងចាំតំណែងនិងតាមដានតំណែងហ្នឹងនិងរងចាំវាមកដល់ផ្ទះយើងតែផ្ទាល់អញ្ចឹងអូខេនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងខ្ញុំនឹងអាប់ដេតបន្តទៀតទាក់ទងជាមួយនឹងការប្រើប្រាស់ទាក់ទងជាមួយនឹងរងចាំមើលតំណែងនិងការតាមដានតំណែងនិងវិធីសាស្ត្រផ្សេងទៀតទាក់ទងមួយការពិនិត្យមើលទៅលើការប្រើប្រាស់ K99 នឹងបន្តទៀតអញ្ចឹងអរគុណអ្នកគ្នាអញ្ចឹងកុំភ្លេចអ្នកគ្នាជា viewer ថ្មីកុំភ្លេចចុច like comment និង subscribe ផងនឹងទទួលបានវីដេអូផ្សេងទៀតទាក់ទងជាមួយនឹងការប្រើប្រាស់ការទិញតំណែងពីចិនមកខ្មែរនិងជាពិសេសគឺទាក់ទងជាមួយការទិញតំណែង K99